Việc số dân nhóm cư chỉ dù trong smart check nằm bay thả công nhóm mau bị công ty mũi này chia lại không tan cả đấu thả cạn chúng ba chụp phấn sốc David នាងខ្ញុំឈ្មោះអ៊ុយសារកេតនាងខ្ញុំឈ្មោះសាំងសវណ្ណីតានាងខ្ញុំឈ្មោះកាសីដែតនាងខ្ញុំឈ្មោះហុកផុតសំណាងសេរីរតចំពោះគម្រោងរបស់ពួកខ្ញុំមានឈ្មោះថាទស្សនវិស័យថ្មីលើកតម្លៃនៃការអប់រំចំពោះបញ្ហានៅក្នុងសាលាវិញក្រុមយើងខ្ញុំក៏បានរកឃើញនៅបញ្ហាមួយចំនួនដូចជាការសិក្សាធ្លាក់ចុះស្ទើរគ្រប់ថ្នាក់វិន័យសិក្សានុសិស្សមានការធ្លាក់ចុះមករៀនយឺតមិនតាន់មកការនិយាយស្ដីមិនសូវមានសុជីវធម៌ក្នុងខ្លួនការញៀនទូរស័ព្ទខ្លាំងជាងការសិក្សានុសិស្សមួយចំនួនចោលសម្រាមសម្បកដបទឹកសុទ្ធផ្លាស្ទិកនានាដោយគ្មានទំនួលខុសត្រូវខ្វះការស្រោចទឹកនិងថែទាំកូនឈើដែលបានដាំរួចនិងមិនទាន់មានការចូលរួមដាំបន្ថែមចំពោះនៅក្នុងសហគមន៍ក្រុមយើងខ្ញុំបានរកឃើញរួមមានដូចជាមានក្មេងស្ទាវផឹកស្រាជក់បារីការស្លៀកពាក់មិនសមរម្យមានស្នេហានៅក្នុងវ័យសិក្សាមិនខិតខំរៀនសូត្រការចោលសម្រាមមិនទាន់មានការទទួលខុសត្រូវនៅឡើយនៅតាមគេហដ្ឋាននីមួយៗមិនទាន់បានអនុវត្តពាក្យស្លោកមនុស្សម្នាក់ដើមឈើមួយដើមចំណែកឯក្មេងខ្លះទៀតមិនស្ដាប់បង្គាប់ឪពុកម្ដាយរីឯផលប៉ះពាល់នៃបញ្ហារួមមានសាលាធ្លាក់ចុះនៃការសិក្សានិងវិន័យសហគមន៍ខ្វះធនធានមនុស្សមានអនាធិបតេយ្យពោពេញទៅដោយភាពអួរអាប់អសន្តិសុខសង្គមអនាធិបតេយ្យគ្មានរបៀបអសន្តិសុខបាត់បង់ការអភិវឌ្ឍបង្កភាពលំបាកដល់ថ្នាក់ដឹកនាំកម្ពុជារបស់ជាតិចំណែកឬក៏បញ្ហាក្រុមរបស់យើងខ្ញុំយល់ឃើញថាយុវជនមិនទាន់យល់ច្បាស់អំពីការសិក្សានិងបញ្ហាអនាគតមិនមានការតាំងចិត្តខ្ជិលច្រអូសការមិនយកចិត្តទុកដាក់ក្នុងការទូន្មានប្រៀនប្រដៅរបស់ឪពុកម្ដាយលោកគ្រូអ្នកគ្រូការហូរចូលនៅវប្បធម៌បរទេសលើលុបពេកការញៀនគ្រឿងញៀនសូរ៉ានិងបច្ចេកវិទ្យាដូចជាលេងទូរស័ព្ទខុសគោលការណ៍ឪពុកម្ដាយតម្រូវកូនដូចជាពួកគាត់រវល់ក្នុងការរកស៊ីការងារផ្ទាល់ខ្លួនលេងល្បែងផឹកស៊ីចំពោះដំណោះស្រាយនិងផែនការសកម្មភាពនៃការអនុវត្តគម្រោងរបស់ក្រុមពួកយើងមានសកម្មភាពគោលធំៗ3គឺសកម្មភាពគោលទី1យុទ្ធនាការរករកឫសគល់បញ្ហាសកម្មភាពគោលទី2យុទ្ធនាការបរិហាសកម្មភាពវិជ្ជមាននិងសកម្មភាពគោលទី3ការប្រកួតប្រជែងជ្រើសរើសវិធានថ្នាក់ល្អនិងថ្នាក់រៀនគំរូចំពោះវិសាលភាពនៃគម្រោងក្រុមយើងខ្ញុំនឹងចាប់ផ្ដើមអនុវត្តគម្រោងចាប់ពីខែសីហារហូតដល់ខែវិច្ឆិកាគម្រោងនេះទៀតសោតក៏លំដាប់ទៅលើវិទ្យាល័យហ៊ុនសែនចំការដងដែលមានក្រុមអ្នកទទួលផលដោយផ្ទាល់ចំនួន63នាក់និងក្រុមអ្នកទទួលផលដោយប្រយោជន៍ចំនួន827នាក់គម្រោងនេះសម្ដៅដល់ការកែប្រែតែចរិតសិលធម៌រឹកពីសិក្សានុសិស្សដែលជំរុញឲ្យសិក្សានុសិស្សផ្ដោតទៅលើការសិក្សាស្រាវជ្រាវជាគោលផលវិបាកដែលជួបប្រទះនៃការអនុវត្តគម្រោងរួមមានដូចជាខ្វះខាតថវិកាអនុវត្តគម្រោងសិស្សានុសិស្សមួយចំនួនមិនទាន់យល់ច្បាស់ពីការអនុវត្តគម្រោងមិនសូវមានការជួយជ្រោមជ្រែងពីសំណាក់លោកគ្រូអ្នកគ្រូមួយចំនួនអាកាសធាតុភ្លៀងខ្យល់រលឹមធ្វើឲ្យរំខានដល់ការអនុវត្តគម្រោងពួកសំណុំពរក្រុមយើងខ្ញុំសូមឲ្យអាណាព្យាបាលសុខទាំងអស់គ្នាជួយជំរុញនិងតាមដានការសិក្សារបស់កូនសូមឲ្យសហគមន៍ទាំងមូលជួយផ្ដល់ការគាំទ្រនិងជួយជំរុញដល់ការងារស្ម័គ្រចិត្តរបស់ក្រុមយើងខ្ញុំសូមអរគុណដល់អាណាព្យាបាលទាំងអស់គ្នាដែលបានចូលរួមនិងជួយគាំទ្រក្រុមយើងខ្ញុំកន្លងមកហើយរំពឹងទុកនៃគម្រោងនេះក្រុមរបស់យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាសាលានឹងល្អប្រសើរប្រកបដោយឧត្តមភាពនិងមានសិលល្អដើម្បីសាលាក្លាយទៅជាសាលាគំរូសេវាសាធារណៈល្អនៅក្នុងសង្គមនិងសហគមន៍ទាំងមូលពោពេញទៅដោយធនធានមនុស្សល្អនិងគោរពស្រឡាញ់មានសុជីវធម៌ប្រកបដោយភាពថ្លៃថ្នូរនិងថែរក្សាបរិស្ថានចេះអនាម័យខ្លួនប្រាណភូមិឋានសហគមន៍ក៏ដូចជាចេះស្រឡាញ់ទំនៀមទម្លាប់ប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរផងដែរ